ខ្ញុំគណៈសូមនមស្ការនិងចម្រើនពរសាជាថ្មីម្ដងទៀតស្វាគមន៍ការវិលត្រឡប់មកវគ្គសិក្សាពីយើងបន្តទៀតតទៅនៅក្នុងការប្រើប្រាស់ជាមួយនឹង present continuous ហើយការពីវីដេអូមុនគឺយើងបានយល់និយមន័យនៅក្នុងការប្រើប្រាស់ present continuous ហើយតទៅនៅក្នុងហ្នឹងគឺយើងនិយាយថា present continuous ឬក៏ present progressive ហ្នឹងគឺយើងនិយាយពីសកម្មភាពដែលវាកំពុងតែកើតឡើងកំពុងតែបន្តតទៅនៅក្នុងហ្នឹងហើយក៏គេអាចនិយាយថាសកម្មភាពដែលកំពុងបន្តជាសកម្មភាពបណ្ដោះអាសន្នបានដែរទៅក្នុងហ្នឹងក៏ប៉ុន្តែកន្លែងហ្នឹងក៏មិនបានលម្អិតឲ្យស៊ីជម្រៅទេចាំយើងដល់ពីរបៀបក្នុងការប្រើប្រាស់ present continuous សម្រាប់អាត្មានឹងលម្អិតទៅក្នុងចំណុចហ្នឹងហើយយើងក៏យល់ពីទម្រង់ form របស់វាហ្នឹងទៅនៅក្នុងការប្រើប្រាស់ present continuous ដែរហើយក៏យើងចូលបានចំណុចមួយដូចជាបានចំណុចពីរចំណុចដែរទៅនៅក្នុងការប្រើប្រាស់កិរិយាសព្ទនៅក្នុង present continuous អញ្ចឹងទៅនៅក្នុងកន្លែងហ្នឹងក៏យើងបានការពីវីដេអូមុនគឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់កិរិយាសព្ទនៅក្នុងចំណុចទី1គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ដែលបញ្ចប់ទៅដោយ e យើងត្រូវលុប e ចោលហើយយើងបន្ថែម ing នៅក្នុងហ្នឹងហើយនៅក្នុងចំណុចទី2គឺយើងបែងចែកជា4ទៀតអញ្ចឹងនៅក្នុង4ហ្នឹងគឺចំណុចទី1នៅពេលដែលកិរិយាសព្ទបញ្ចប់ទៅដោយ vowel ហើយជាមួយនឹងមានថាស្រៈបូកជាមួយនឹងព្យញ្ជនៈអញ្ចឹងគឺយើងត្រូវតែបន្ថែមព្យញ្ជនៈខាងចុងមួយទៀតនៅពេលដែលយើងបន្ថែម ing នឹងក្នុងចំណុចទី1នៅពេលដែលចំណុចទី2នៅពេលដែលស្រៈមាន2ជាប់គ្នាហើយមានព្យញ្ជនៈខាងចុងមួយគឺយើងមិនបន្ថែមព្យញ្ជនៈមួយទៀតទេគឺយើងគ្រាន់តែបន្ថែម ing ទេទៅក្នុងកន្លែងហ្នឹងអញ្ចឹងហើយដល់ឥឡូវតោះយើងមកចូលដល់ចំណុចមួយទៀតគឺចំណុចទី3នៅក្នុងចំណុចធំទី2ហ្នឹងគឺនៅពេលដែល first syllable stress don't need double consonant just add ing អញ្ចឹងមានថាចំណុចទី2មាន2ចំណុចហ្នឹងគឺគេនិយាយថាតើទៅនៅក្នុងការប្រើប្រាស់ជាមួយនឹងពាក្យតែមួយម៉ាត់ទេអញ្ចឹងពាក្យតែមួយម៉ាត់នៅពេលដែលបញ្ចប់ទៅដោយ vowel ឬក៏ស្រៈបូកជាមួយនឹងព្យញ្ជនៈគឺត្រូវថែមព្យញ្ជនៈមួយទៀតហើយយើងបន្ថែម ing ក៏ប៉ុន្តែស្រៈតែមួយម៉ាត់នឹងដដែលក៏ប៉ុន្តែមានស្រៈ2ខាងដើមហើយមានព្យញ្ជនៈខាងចុងមួយគឺយើងមិនបន្ថែមព្យញ្ជនៈខាងចុងទៀតទេយើងបន្ថែមតែ ing ទេតែនៅកន្លែងនេះគឺនិយាយពីកិរិយាសព្ទដែលមាន2សំឡេងឡើងទៅឬក៏2ព្យាង្គឡើងទៅគឺតើទៅនៅក្នុងនេះក៏ប៉ុន្តែគេនិយាយពីរបៀបនៅក្នុងការសង្កត់សំឡេងខាងដើមបើសិនថាសង្កត់សំឡេងខាងដើមគឺយើងអត់បន្ថែម double ទេតើទៅនៅក្នុងហ្នឹងអញ្ចឹងយើងមើលគ្នាយើងមើលផ្លែនេះតើទៅក្នុងហ្នឹង listen អញ្ចឹងមានថា listen ស្ទិនគឺបញ្ចេញសំឡេងស្រាលទៅក្នុងហ្នឹងអញ្ចឹងមានថាគេសង្កត់សំឡេងខាងដើមហើយនៅពេលដែលជាសង្កត់សំឡេងខាងដើមអញ្ចឹងគឺមិនបន្ថែមជួញជាអ្នកខាងចុងមួយទៀតទេទៅក្នុងហ្នឹងអញ្ចឹង listen ដូចជា listening អញ្ចឹងឃើញគ្នាយើងឃើញទៅក្នុងហ្នឹងគឺជា listening offerអញ្ចឹងតើទៅនៅក្នុងហ្នឹងគឺគេនិយាយពីរបៀបក្នុងការសង្កត់សំឡេងខាងដើមអញ្ចឹងនៅពេលដែលយើងផ្លាស់ប្ដូរឬក៏កែប្រែទៅជា verb ing គឺយើងមិនបន្ថែម double r នៅខាងចុងទេតើទៅនៅក្នុងហ្នឹងអញ្ចឹង offering អញ្ចឹងមួយទៀត opened អញ្ចឹងគឺសំឡេងខាងដើមគឺសង្កត់lênធ្ងន់ដល់ពេលដែលសំឡេងខាងចុងគឺមិនសូវមានសំឡេងអញ្ចឹងគឺគេមិនបន្ថែមសំឡេងខាងចុងឬក៏ព្យញ្ជនៈខាងចុងទៅទៀតទេទៅក្នុងហ្នឹងអញ្ចឹងគេអត់បន្ថែម double n ទេអញ្ចឹង opening yes opening អញ្ចឹងនៅពេលដែលគេផ្លាស់ប្ដូរទៅជាកិរិយាសព្ទ verb ing នឹងនៅក្នុងចំណុចទី3នៅពេលដែលយើងចូលចំណុចទី4គេនិយាយថានៅពេលដែលកិរិយាសព្ទមាន2សំឡេងឡើងទៅក៏ប៉ុន្តែសង្កត់សំឡេងខាងចុងវិញទៅក្នុងហ្នឹងអញ្ចឹង prefer អញ្ចឹងមានថាពាក្យ pre ខាងដើមនេះគឺសំឡេងស្រាលដល់ពេលដែល fer ខាងចុងនេះគឺសំឡេងធ្ងន់អញ្ចឹងមានថាគឺគេសង្កត់សំឡេងខាងចុងអញ្ចឹងនៅពេលដែលយើងផ្លាស់ប្ដូរទៅជា verb ing ឬក៏ប្រើប្រាស់នៅក្នុងទម្រង់ verb ing គឺយើងត្រូវតែបន្ថែម double ព្យ
ជួយជាអ្នកខាងចុងមួយទៀតដល់បបជួយជាអ្នកខាងចុងមួយទៀតទៅយើងបន្ថែម ing ទៅទៅក្នុងហ្នឹងគឺគេប្រាប់ខាងលើដែរអញ្ចឹង preferring preferring ចា preferring អញ្ចឹងមួយទៀត control control អញ្ចឹង controlling controlling begin beginning beginning ចាអញ្ចឹង permit permit ទៅជា permitting permitting yes permitting អញ្ចឹងគឺយើងមិនចាំបាច់លំបាកប្រែណាគឺយើងសិតតែចេះហើយទៅក្នុងហ្នឹងតោះឥឡូវយើងចូលដល់ចំណុចមួយទៀតគឺចំណុចអក្សរ C ទៅនៅក្នុងហ្នឹងឬក៏ចំណុចទី3ធំទៅនៅក្នុងការប្រើប្រាស់ហ្នឹងគឺគេនិយាយថា if the word end in two consonant just add ing អញ្ចឹងមានថាគឺគេនិយាយទៅនៅក្នុងការប្រើប្រាស់បើសិនជា verb នឹងបញ្ចប់ទៅដោយជួញជាអ្នកឬក៏តាមឆ្លង yes មានថាគឺគេបញ្ចប់ទៅដោយជួញជាអ្នកពីរខាងចុងគឺយើងបន្ថែមតែ ing ទៅបានហើយទៅនៅក្នុងឯហ្នឹងអញ្ចឹងស្តៀងគ្នាជាមួយនឹងខាងដើមដែរខាងដើមមានថាគេនិយាយថាគេយ៉ាស័ព្ទដែលជាប់ទៅដោយស្រៈពីរខាងចុងហើយមានព្យញ្ជនៈមួយគឺបន្ថែមតែ ing ក៏ប៉ុន្តែកន្លែងនេះយើងនិយាយថានៅពេលដែលពាក្យដែលបញ្ចប់ទៅដោយព្យញ្ជនៈខាងចុងពីរយើងបន្ថែមតែ ing ទៅក្នុងហ្នឹងអញ្ចឹងគ្នាយើងមើលឃើញទៅក្នុងហ្នឹងគឺព្យញ្ជនៈពីរខាងចុង yes ព្យញ្ជនៈពីរខាងចុងអញ្ចឹង start ទៅជា starting fold ទៅជា folding demand ទៅជា demanding yes demand ទៅជា demanding អញ្ចឹងគ្រាន់តែបន្ថែម ing ទៅក្នុងចំណុចហ្នឹងអញ្ចឹងដល់ពេលដែលចំណុចអក្សរ D នេះវិញគឺគេនិយាយថាទៅនៅក្នុងការប្រើប្រាស់បើសិនជាថាកិរិយាសព្ទបញ្ចប់ទៅដោយ y ក៏ប៉ុន្តែគេមានពីរលក្ខខណ្ឌទៀតទៅក្នុងហ្នឹងអញ្ចឹងបើសិនថា y ហ្នឹងនាំមុខទៅដោយ vowel នាំមុខទៅដោយ vowel yes if y preceded by a vowel អញ្ចឹងមានថាបើសិនជា y ពាក្យ y ហ្នឹងនាំមុខទៅដោយស្រៈគឺយើងត្រូវតែទុក y នឹងដដែលយើងបន្ថែមតែ ing ទៅក្នុងហ្នឹងអញ្ចឹងយើងមកឧទាហរណ៍ថាពី enjoy ទៅជា enjoying enjoy ទៅជា enjoying ឃើញទៅក្នុងហ្នឹងហើយថានាំមុខទៅដោយស្រៈដល់ពេលដែលនាំមុខទៅដោយស្រៈយើងមិនលុប y ទេយើងបន្ថែមតែ ing អញ្ចឹង enjoying pray ទៅជា praying buy ទៅជា buying ទៅក្នុងចំណុចអក្សរ D នេះនៅក្នុងចំណុចអក្សរ D នេះគឺបែងចែកជាពីរដែរបើសិនជា y preceded by a consonant keep the y and add ing អញ្ចឹងមែនតើចំណុចកន្លែងនេះដូចតែគ្នាគឺគេនិយាយថាទុក y នៅដដែលក៏ប៉ុន្តែគ្រាន់តែលក្ខណៈថា y នាំមុខទៅដោយស្រៈក៏ត្រូវតែទុក y នាំមុខទៅដោយព្យញ្ជនៈក៏ត្រូវតែទុកដែរទៅក្នុងកន្លែងហ្នឹងអញ្ចឹងខុសពីលក្ខខណ្ឌនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple បើសិនណា y នាំមុខទៅដោយស្រៈអញ្ចេះគឺទុក y ទុក y យើងបន្ថែមតែ s មកតែដល់ពេលដែល y នាំមុខទៅដោយព្យញ្ជនៈអញ្ចេះគឺត្រូវតែ change y to I ហើយថែម es នៅពេលដែលយើងប្រើប្រាស់ជាមួយនឹង third person singular យើងចាំទៅក្នុងនេះអញ្ចឹងតែមើលនេះវាថាបើទោះបីជា y នាំមុខទៅដោយស្រៈឬក៏ y នាំមុខទៅដោយព្យញ្ជនៈក៏យើងត្រូវតែទុក y នឹងដែរហើយយើងបន្ថែមតែ ing ទៅក្នុងហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងពាក្យថា studies ទៅជា studying ឃើញទេ study ទៅជា studying try ទៅជា trying reply ទៅជា replying yes ទៅនៅក្នុងចំណុចដែរហ្នឹងអញ្ចឹងចំណុចហ្នឹងដល់ពេលចំណុចមួយទៀតគឺចំណុចអក្សរ e ម្ដងគឺវានិយាយថា verb that end in ie yes ie នៅពេលដែល ie អញ្ចឹង change y change to y មានថាផ្លាស់ប្ដូរ ie នេះទៅជា y វិញម្ដងទៅនៅក្នុងហ្នឹងអញ្ចឹងហើយបានយើងបន្ថែម ing នៅពេលដែលយើងប្រើប្រាស់នៅក្នុងទម្រង់ present continuous យើងឧទាហរណ៍មកពាក្យdie ទៅជា dying
និយាយ die គឺជា die អញ្ចឹងមានថាខាងដើមរបស់វាគឺ ie ទេតែដល់ពេលដែលយើងប្រើប្រាស់ដូរទៅជា present continuous គឺយើងត្រូវតែផ្លាស់ប្ដូរទៅជា y ហើយបាទយើងបន្ថែម ing មកអញ្ចឹងដូចគ្នាដែរ lie គឺជា lying គឺជា lying yes tie គឺជា tying គឺជា tying ទៅក្នុងការប្រើប្រាស់នេះព្រោះតែក៏គេនិយាយពីexception មានថាគេនិយាយពីករណីលើកលែងដែរទៅនៅក្នុងនេះអញ្ចឹងមានថាករណីលើកលែងដែលយើងប្រើប្រាស់ហើយយើងវាអត់ចូលនៅក្នុងលក្ខខណ្ឌណាមួយទាំងអស់ទៅនៅក្នុងនេះអញ្ចឹងគេនិយាយពីលក្ខខណ្ឌលើកលែងព្រោះថាបើសិនជាកិរិយាសព្ទនេះបញ្ចប់ទៅដោយ double e ចាអញ្ចឹងមានថាបើសិនជាកិរិយាសព្ទបញ្ចប់ទៅដោយ double e just add ing អញ្ចឹងយើងអត់លុបដូចនៅក្នុងចំណុចទី1នៅក្នុងចំណុចទី1វាបញ្ចប់ទៅដោយ e មាន e តែមួយយើងលុប e ចោលហើយបើយើងបន្ថែម ing តែកន្លែងនេះបើសិនថាបញ្ចប់ទៅដោយ double e ហើយយើងអាចលុប e មួយចោលហើយយើងបន្ថែម ing ឯងអញ្ចឹងទុក e ទាំង double e ទាំងពីរហើយយើងបន្ថែមតែ ing ហើយយើងមកឧទាហរណ៍ពាក្យ fee ទៅជា seeing ពាក្យ agree ទៅជា agreeing ឃើញទេទៅនៅក្នុងនេះអញ្ចឹងគ្រប់ពាក្យទាំងអស់ឲ្យតែមិនមែនតែមានតែប៉ុណ្្នឹងទេអញ្ចឹងគ្រាន់តែលើកឧទាហរណ៍មកប៉ុណ្្នឹងហើយបើសិនថាពាក្យផ្សេងទៀតដែលយើងប្រើប្រាស់ជាមួយនឹងកិរិយាសព្ទហើយចង់ផ្លាស់ប្ដូរទៅជា verb ing ហើយបើសព្ទបញ្ចប់ទៅដោយ double e យើងត្រូវតែបន្ថែម ing មកទៅនៅក្នុងនេះហើយនៅក្នុងចំណុចទី2មួយនៅក្នុងករណីលើកលែងនឹងដែរគឺគេនិយាយថា w ហើយនឹង h អញ្ចឹងមានថាពាក្យដែលបញ្ចប់ទៅដោយ w ហើយនឹង h គឺយើងមិន double វាទេគ្រាន់តែ yes កន្លែងនេះមានថាយើងបានស្អីឲ្យថាគ្រាន់តែបន្ថែម ing មកទៅលើកិរិយាសព្ទនោះទៅបានហើយទៅក្នុងនេះឧទាហរណ៍ដូចជាពាក្យ show ទៅជា showing fix ទៅជា fixing fix ទៅជា fixing ទៅក្នុងនេះហើយក៏មានករណីលើកលែងមួយទៀតដែរទៅនៅក្នុងកន្លែងហ្នឹងយើងនិយាយពីករណីលើកលែងគឺនិយាយពីករណីដែលវាប្រើប្រាស់ជាមួយនឹង linking verb ទៅនៅក្នុងការប្រើប្រាស់កន្លែងហ្នឹងពាក្យ linking verb ទៅនៅក្នុងការប្រើប្រាស់ពាក្យ linking verb មានថាពាក្យ linking verb ដែលយើងប្រើប្រាស់ហ្នឹងគឺយើងអត់ប្រើប្រាស់នៅក្នុង present continuous ទេពាក្យ linking verb ហ្នឹងចាំខ្ញុំអាត្មានឹងតម្លាក់នៅក្នុង description ខាងក្រោមចាំគ្នាយើងអាចមើលទៅថាពាក្យខ្លះពាក្យមានជាង20ពាក្យដែរទៅនៅក្នុងនេះអញ្ចឹងគឺថាករណីលើកលែងដែលវាមិនប្រើប្រាស់ជាមួយនឹង present continuous ទៅនៅក្នុងថ្ងៃហ្នឹងអញ្ចឹងឧទាហរណ៍ដូចពាក្យអីគេដូចជាពាក្យ no ដូចជាពាក្យ love អញ្ចឹងអត់អាចប្រើប្រាស់ទៅជា love វិញទេខ្ញុំកំពុងតែស្រឡាញ់ឬក៏អីទៅក្នុងហ្នឹងអញ្ចឹងមានថាពាក្យដែលនិយាយចំទៅថាពាក្យដែលជាបង្ហាញអំពីអកម្មកិរិយាមានថាបង្ហាញអំពីអរូបីទៅក្នុងហ្នឹងបង្ហាញពីអរូបីឧទាហរណ៍ថាពាក្យ no យើងដឹងមានថាយើងដឹងពីគំនិតរបស់យើងយល់ពីចិត្តគំនិតរបស់យើងអញ្ចឹងពាក្យហ្នឹងគឺអត់បានបង្ហាញអំពីសកម្មភាពទេពាក្យ love ក៏មិនបានបង្ហាញពីសកម្មភាពដែរទៅនឹងហ្នឹងអញ្ចឹងគេថាពាក្យទាំងអស់ហ្នឹងគឺអត់ប្រើប្រាស់ជាមួយនឹង present continuous ទេទៅនឹងហ្នឹងយើងចាំខ្ញុំអាត្មានឹងតម្លាក់នៅក្នុង description ខាងក្រោមខ្ញុំយើងអាចមើលបន្ថែមបានទៅក្នុងកន្លែងនេះអញ្ចឹងនៅក្នុងចំណុចកន្លែងនេះគឺគ្រាន់តែចង់បញ្ជាក់ទៅក្នុងការប្រើប្រាស់ជាមួយនឹងកិរិយាសព្ទហើយយើងប្រើប្រាស់ជាមួយនឹង present continuous អញ្ចឹងនេះយើងអាចមើលចំណុចទាំងអស់នេះហើយយល់ពីរបៀបចាំពីរបៀបនៅក្នុងការប្រើប្រាស់នៅក្នុងការផ្លាស់ប្ដូរកិរិយាសព្ទដែលយើងប្រើប្រាស់ជាមួយនឹង present continuous អញ្ចឹងថ្ងៃនេះខ្ញុំបានថ្មមានប៉ុណ្ណឹងហើយសង្ឃឹមថាគុណចាស់គ្រប់អង្គគឺយើងគ្រប់គ្នានឹងយល់ពីរបៀបការផ្លាស់ប្ដូរឬក៏របៀបនៅក្នុងការប្រើប្រាស់នៅក្នុង present continuous ជាមួយនឹងកិរិយាសព្ទទៅនៅក្នុងហ្នឹងអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងខ្ញុំបានថ្មសូមមកស្កាលានិងចម្រើនពរលា